មនុស្សលោកជាអ្នកកសាងសង្គមអត់មានអ្នកណាផ្សេងទេកុំរំពឹងថាប្រអិនប្រព្រំប្រយមប្រយៈណាចេញពីព្រៃចេញពីភ្នំចេញពីបាតសមុទ្រអាកាសសាមកកសាងសាលាខេមេស៊ីនឹងអត់ទេមានតែអស់លោកទាំងអស់ហ្នឹងឯងព្រះសម្មាសម្ពុទ្ធជំចាស់លោកថាមនុស្សចិត្តរបស់មនុស្សគិតយ៉ាងម៉េចសង្គមរបស់មនុស្សនឹងទៅជាយ៉ាងដូច្នោះចឹងសង្គមគឺជាលទ្ធផលនៃការបង្កើតឡើងដោយការគិតរបស់សមាជិកនៃសង្គមនោះមានន័យថាមនុស្សសង្កត់យ៉ាងម៉េចសង្គមទៅអញ្ចឹងឬក៏យើងនិយាយស្រួលស្ដាប់មួយទៀតថាអ្នកស្រុកនឹងនិស័យយ៉ាងម៉េចទៅអញ្ចឹងនិស័យល្អសង្គមល្អនិស័យមិនល្អសង្គមមិនល្អអញ្ចឹងណាញោមហើយឧស្សាហ៍មើលលោកគេយកលោកថ្លែងសន្ទរកថាតែអាត្មាចេះមើលដែរបងសូមចូលរួមកោតសរសើរលោកហើយក្រុមការងារលោកបានជួយសង្គមច្រើនបដងតិចចឹងទៅបងយើងធ្វើមិនបានធំទូលាយទេញោមណាហ្នឹងហើយមិនបាច់ព្យាយាមទៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនអីទេហ្នឹងទុកឲ្យញោមនៅអាមេរិកនឹងនេះគាត់ចាត់ចែងគ្នាគាត់ទៅហ្នឹងយើងគិតទៅមិនឲ្យខេមអេសៀនយើងមានគុណភាពទៅបានហ្នឹងមានបរទេសខ្លះមិត្តភ័ក្តិដែលធ្វើការនៅក្នុងវិស័យអាត្មាធ្វើការក្នុងវិស័យអន្តរសាសនាផ្ដោតសំខាន់លើសន្តិភាពលើសង្គ្រាមអីចឹងណាហើយកាលដែលគេទៅចាប់ដើមឆ្លោះគ្នានៅអ៊ុយក្រែនអីហ្នឹងមានមិត្តភ័ក្តិផ្ញើសារមកថាព្រះអង្គយាទព្រះអង្គឯងត្រូវធ្វើអ្វីយ៉ាងដើម្បីពិភពលោកអូពុទ្ធោធ្វើយ៉ាងម៉េចទៅធំមកបានពរអស់លោកទាំងអស់ទីស្រឡាញ់ទាំងអស់លោកក្តីអាត្មាក្តីពួកយើងសិតតែអ្នកនៅក្នុងវិស័យអប់រំទាំងអស់អាត្មាជាមួយលោកចាស់គូសុភាពនេះខាងគ្រូដែរហើយគ្រូប្រសង់បង្រៀនហើយធ្លាប់ធ្វើគ្រូជាមួយគ្នានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក្រោយមកអាត្មាក៏ឈប់ធ្វើការឈប់អីទៅក៏មកគង់នៅធម្មតានៅវត្តទៅហើយលោកចាស់លោកនៅបន្តវិស័យអប់រំនេះសំខាន់វាជាមូលដ្ឋាននៃការកសាងសង្គមនៅក្នុងពុទ្ធសាសនាពាក្យបុរាណពាក្យពុទ្ធដីកាគឺព្រះអង្គលោកបង្រៀនថាពុំមានពន្លឺអ្វីដែលភ្លឺជាងពន្លឺបញ្ញាឡើយក្នុងន័យហ្នឹងលោកឲ្យតម្លៃថាពុំមានអ្វីដែលវាខ្ពស់វាល្អជាជាងវិជ្ជានោះឡើយណាបញ្ញាហ្នឹងសំខាន់ពេលព្រោះទីមួយវាជួយយើងជួយយើងឲ្យស្វែងយល់អំពីខ្លួនឯងក្រោយពីយើងបានយល់ពីខ្លួនឯងហើយវាអាចជួយយើងឲ្យយល់អំពីសង្គមទាំងមូលតាមរយៈចំណេះដឹងហ្នឹងបងជួយបានច្រើនណាស់ហើយវាជួយឲ្យយើងចាក់ចែងពីភាពងងឹតនៃអវិជ្ជាតមកចូលទេបរាយណោមានន័យថាវិជ្ជាហ្នឹងជួយលើកយើងឲ្យផុតពីពិភពងងឹតនៃអវិជ្ជាចឹងសំខាន់បងសំខាន់ណាស់អត់វិជ្ជាអត់ចំណេះដឹងសង្គមមិនទៅមុខទេបងអាត្មាយើងមិនមកពីភូមិទេបងទៅកន្លែងគេបាញ់គ្នាបាញ់គ្នាទៅបំណងហ្នឹងយកមិញទៅយកមូលនិធិរបស់ជនជាតិខ្មែរយើងទៅជួយគ្នាដោយសារគ្រោះរំជួយដី
hay đây nó về chui nào mình chui cho mặt lại bành cái này làm tuyệt kịch cỏ phó kịch đầy phó và chẳng tấu mình đừng lộ nó một bạc lắm anh đang ở robot rồi nè nào khởi tệ đang bây giờ giấy bị tràn tệ tôn này hay bộ loạt lộ rồi đời làm bà chẳng nôngเป็นพุทธศาสนาการอบรมนี่สำคัญนะอบรมนี่สำคัญอย่างเราถ้าอบรมพระพุทธเจ้าเราทำประดปัญญาอย่างเราทำวิสัยการอบรมปัจจัยกูเอาสังเวยคือทาวิกาสำหรับการอบรมวิสัยอบรมกรุ๊ปปฏิทั้งออกติดเจียงทาวิกาเธอสังเกตทั้งออกในวิบัติในยังตัวประชุมหมอการสับชีได้ยังต้องมาติดอย่างไรอบรมสำคัญนะตัวแต่เลิกตัวปัจจัยปฏิทั้งออกเดี๋ยวไปอ่านออกมาฉบับทาวิกาโยเทจารจึงอบรมในวิบัติอันนั้นเป็นยังต้องไปทมไปปัจจัยตลอดมาวิ่งจังจำเริญโปรธาบาสังคมนู้เมียนการจัดดังจราเวลงบัตรในมหันตรายสังคมจราในภูมิตั้งมาโรยชนามได้แต่มาโรยชนามมุ่งเมียนกรุทองจีนดังมาโรยชนามกรอยเมาส์กรุทองจีนมาซาเตียยังมาโรยชนามเมียนมาดองเจอเมียนมาดองเตียแต่สังเกตเมียนโจเจ็ดสับชนามอะไรเนาะจังเมียนในฐานนั่งวิบัตินั่งเวการแจงปีมนุษย์เรื่องกรอเรื่องไอ้นี่นั่นนะเรื่องอนาคตเพียบเรื่องบิดบัตสังคมมาจนนู้นเพียงนั้นการแจงปีผู้เยิงจีมนุษย์สมาสัมพุทธจำจัดเราทามันนึกเจ็ดระบบมนุษย์เกิดอย่างไม่สังคมระบบมนุษย์นั่งเตาจีอย่างโดยเฉพาะจังสังคมคือเชื่อหลักเฉพาะในการบังการล้างโดยการเกิดระบบสมาชิกในสังคมนู้นเป็นในทางมันนึกสังเกตอย่างไม่สังคมเติมจังหรือก็ยังเยซูแสดงไว้ที่ท่าเนื้อสรองนั่งนิสัยยังไม่เติมจังนิสัยหล่อสังคมหล่อนิสัยมันหล่อสังคมมันหล่อจังอะไรอย่างนั้นไอ้อุตสาหโลกเกยโยโลกไทยสันตระถ่ายแต่ธรรมะเจ้าเมื่อได้พอสมโจรวมกองสายโลกให้กรมการเงินโลกบ้านจุยสังคมจรานประดองติดจังทับพอยังเทอมบ้านทงตุลีได้ยังนะนั่นบัดชีเยี่ยมตัวประจอบสกรีนเอาอีกไกลไหนได้นั่นตัวเอาโยมเราอเมริกนั่งนี่ก็จัดใจนี่ก็ตั้งนั่นนะยังคือตัวไม่เอาแค่เอเชียนยังมีคุณภาพตัวบ้านนั่นเมียนบอดติดละเมื่อเพะได้เทการเราขนมวิสัยอาตมาเทการขนมวิสัยอันตรศาสนาปราบสำคัญเลยสันติภาพเลยสงครามอะไรอย่างนั้นนะให้การได้เกี่ยตึมจับดำชลุกในเราอุกฤษอะไรนั้นเมียนเมื่อเพะพญาสามาถ้าบางเยียดบางไอ้เราเธอไม่ไว้ไม่ย่างนำไปพบโลกโอ้ปวดโถเธอยังไม่เต้าทงมาดังไงเอาจังแล้วเรื่องไปทองเรื่องไปจราจังเรื่องใดยังไอเธอบ้านยังเธอขนมกำไรบุญยังนั่นยังบางยีทองไปใช่ไหมทองไปก็เธอการแต่ทำไมยังจะอุดนะอุดเนาะบางมาอุดฟุบนกอยู่ไม่ตรอมกุยแล้วเกิดตรอมปันนังตามลัทธิเพียบแต่อาจเธอตัวบานจังอบรมนี้ช่วยที่มุ่ยช่วยเอาสังคมเป็นสเตอร์เพียบนะเวลาไปอยู่แต่ละอไปเอาพอมาวิ่งก็อยู่ได้นะซึ่งการอบรมนี้สำคัญนะอาตมาก็ปรังลงใจปรังตั้งยุคตั้งไงตามธรรมเทศนาบปองสำหรับผู้ยังได้อบรมนี้
លោកត្រូវអត់ធ្មត់ភាពអត់ធ្មត់នៅក្នុងការងារជាមង្គលតាមិនមែនអត់ធ្មត់ឲ្យគេប្រមាថការទៀនទេណាមានថាវាលំបាកតែយើងអត់ធ្មត់ចឹងអស់លោកអ្នកអប់រំដល់ប្រឹងអត់ធ្មត់ថ្មាច់អត់ធ្មត់ដែរកន្លែងខ្លះបានកន្លែងខ្លះអត់បានទេខឹងដែរជេរច្រើនពេកខឹងដែរយ៉ាងជេរអត់ឈប់សោះវាយ៉ាងម៉េចវាហ្នឹងហើយមនុស្សលោកខឹងហ្នឹងហើយខឹងដែរប៉ុន្តែយើងហ្នឹងហើយតស៊ូតទៅទៀតហើយជូនប៉ុណ្ណឹងថាសម្រាប់ពួកអ្នកវិស័យអប់រំលោកហាក់ដូចជាឲ្យនៅត្បូងពេជ្រមួយដល់សង្គមឲ្យទីថាជាមរតកមួយឲ្យទៅដល់សង្គមតាមរយៈការអប់រំនេះឯងអញ្ចឹងសូមអស់លោកជួយធ្វើម៉េចទេយើងកើតមកចង់ចំនួនប្រទេសយើងកំពុងអភិវឌ្ឍអញ្ចឹងយើងលំបាកហើយចំនួនពួកយើងអញ្ចឹងបើយើងចង់ឲ្យមកលុបដល់កូនចៅយើងដល់យើងប្រឹងឈរឲ្យបាំងថ្ងៃបានមកលុបបើយើងអត់ប្រឹងលូតទេអត់មានមកលុបទេមានតែពួកចំនួនយើងនេះប្រឹងលូតឲ្យខ្ពស់ទៅយើងបានមកលុបធំមានន័យថាបើពួកយើងប្រឹងកូនចៅយើងធូរជាងយើងហើយកើតមកមានសាលា KMASIAN មានអីចូលរៀនចិនអង់គ្លេសមានសាលាផ្សេងហើយបើពួកយើងចំនួនយើងនេះអត់ប្រឹងទេអ្នកក្រោយមកលំបាកកាន់តែខ្លាំងហើយប្រើពេលយូរហ្នឹងហើយហើយពេលកណានិយាយដល់ការកសាងសង្គមគេនិយាយទៅពីគេនិយាយអំពីការលះបង់របស់មនុស្សលោកជាអ្នកកសាងសង្គមអត់មានអ្នកណាផ្សេងទេកុំរំពឹងថាប្រអិនប្រព្រំប្រយមពយៈណាចេញពីព្រៃចេញពីភ្នំចេញពីបាតសមុទ្រអាកាសសាមកកសាងសាលា KMASIAN ហ្នឹងអត់ទេមានតែអស់លោកទាំងអស់ហ្នឹងឯងចឹងកណានិយាយពីការកសាងសង្គមមនុស្សគេនិយាយដល់ពីការលះបង់របស់មនុស្សលោកហើយសូមជូនពរលោកទាំងអស់លោកមានសុខភាពល្អហើយជោគជ័យនៅក្នុងបេសកកម្មអប់រំនេះណាសូមអរគុណចាប់ពីថ្ងៃនេះរាប់ចាប់តាំងពីថ្ងៃនេះទៅចឹងថ្ងៃនេះទីតីក្រៅពីព្រះអង្គប្រកាសប្រាប់ដល់ពុទ្ធមេមកជនប្រាប់ដល់សត្វលោកទាំងឡាយក្រោយពីការត្រាច់ទៅក្នុងសង្សារវដ្តអស់4សង្ខ័យកម្រៃមួយសែនកាប់ដើម្បីនឹងបំពេញបារមីកសាងសេចក្តីល្អអប់រំចិត្តដើម្បីនឹងបានត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណនោះគឺជាជីវិតដែលអន្តោលទៅក្នុងលោកនេះយ៉ាងលំបាកវេទនាក្រៃលែងហើយថ្ងៃនេះគឺជាថ្ងៃដែលព្រះអង្គបានប្រកាសថារាងកាយរបស់តថាគតវត្តមានរបស់តថាគតក្នុងសង្សារវដ្តនេះនឹងត្រូវបញ្ចប់នៅក្នុងរយៈពេល90ថ្ងៃទៀតខ្លីនឹងឯងព្រះអង្គពោលប្រាប់ដាក់អាយុសង្ខាបញ្ជួន80ណាញាតិញោមព្រះលោកបរិនិព្វានបញ្ជួន80ប៉ុន្តែមុន40ឆ្នាំនោះក៏ជាថ្ងៃដែលព្រះអង្គប្រកាសសម្ដែងនៅអវាទបដិមកគឺជាគោលបដិបត្តិដ៏ធំសម្រាប់ព្រះពុទ្ធសាសនាព្រះអង្គត្រាស់សម្ដែងគោលការណ៍11យោបនៈភិក្ខុធម្មានុធម្មបដិទៅមួយទៀតបដិបណ្ណោវិហារតិសាមីជាបដិបណ្ណោអនុធម្មចារីសោតថាកតាំងសក្ករោតិក្រោតិពុណេះជាដើមមានសេចក្តីថាចូលអ្នកបំពេញចូលអ្នកលះបង់នៅអំពើអាក្រក់នេះគឺព្រះពុទ្ធអង្គណាស្ដេចត្រាស់ដឹងមកក៏ប្រាប់មនុស្សលោកឲ្យលះបង់មិនឲ្យធ្វើអីទេឲ្យតែលះបង់អំពើអាក្រក់ទី1ទី2ធ្វើនៅអំពើល្អទី3រក្សាចិត្តឲ្យស្អាតពាក្យនេះនិយាយស្រួលថាស្រួលស្ដាប់តែពិបាកធ្វើតាមក្រៃលែងពិបាកខ្លាំង ពិបាកទាំងញោមពិបាកទាំងព្រះអង្គប្រសង់
ព្រោះជាកិច្ចការដែលជាសង្គ្រាមផ្លូវចិត្តដែលមនុស្សលោកត្រូវធ្វើជាមួយនឹងកិលេសដល់អញ្ចឹងទៅពិបាកអញ្ចឹងពួកយើងទាំងអស់គ្នានឹងកាន់សិលខ្លះពេលខ្លះទៀតឈប់កាន់សិលដាច់សិលធ្វើបាបខ្លះធ្វើបុណ្យខ្លះច្បោកច្បល់ទៅមកអ្នកណាឆ្លាតវៀងវៃមានបញ្ញាប្រសើរទៅក៏រំដោះខ្លួនចេញអំពីអំណាចនៃកិលេសនឹងខ្លាំងទៅក៏បានសុខទៅអ្នកខ្លះមិនសូវយល់មិនសូវដឹងអំពីសច្ចធម៌នឹងក៏ពិបាករស់ចឹងទៅនេះជាសភាវៈធម្មតារបស់មនុស្សលោកអញ្ចឹងពួកយើងដែលជាអ្នកកើតមកនៅក្នុងសង្សារវដ្តហ្នឹងលំបាកគួរសមដែរតែបើប្រឹងបើព្យាយាមអាចធ្វើឲ្យខ្លួនហ្នឹងបានសុខមួយចំនួនច្រើនអញ្ចឹងទៅយើងឃើញរឿងរ៉ាវជាច្រើនឃើញដែលវាវិវត្តទៅមកចុះឡើងអំពីសេចក្តីល្អទៅអាក្រក់អំពីអាក្រក់មកល្អដូចជាដំណើរជីវិតរបស់ឧបាសិកាហេបកុនក្នុងជាដើមមិនដឹងថាឆាកជីវិតរបស់ជីដូននោះពីក្មេងយ៉ាងណាទេប៉ុន្តែគ្រាន់តែដឹងថានៅក្នុងវ័យចុងក្រោយឃើញសប្បាយចិត្តនឹងរឿងសេចក្តីល្អនឹងរឿងសិលនឹងរឿងទាននឹងរឿងភាវនាកាលដែលនៅមានជីវជននៅឡើយលៀបទាំងឡាយយោះទាំងឡាយស័កទាំងឡាយការពោលសរសើរទាំងឡាយសេចក្តីសុខទាំងឡាយហ្នឹងដូចថាជារឿងដែលគឺថាវាអស្ចារ្យវាសំខាន់វាអត់បាននៅពេលដែលខ្យល់អាសាសៈបាសាសៈវាឈប់ដើរទៅអ្វីគ្រប់យ៉ាងក៏ចប់ក៏រលត់សូន្យឈឹងទាំងអស់តទេនិស្សតោនិជីវោសញ្ញោនេះជាអត្តដ៏ជ្រៅនៃការបង្រៀនព្រះពុទ្ធសាសនារបស់ព្រះពុទ្ធជាម្ចាស់ក្នុងបរមត្ថសច្ចៈហ្នឹងលោកថាជីវិតនៅទីបំផុតហ្នឹងសោះសូន្យតទេក៏ប៉ុន្តែអាមុនតទេនោះត្រូវធ្វើមិនរឿងដែលសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាត្រូវបដិបត្តិហ្នឹងគឺមុនដែលជីវិតហ្នឹងដើរមកដល់ទីបញ្ចប់ឥឡូវដូចជាករណីឧបាសិកាហេបកុនហ្នឹងណាយើងរំលឹកខួបលោក90ឆ្នាំ100ថ្ងៃណាហើយប៉ុន100ថ្ងៃនេះចង់ចម្រើនពរបន្តិចដែរញាតិញោមខ្លះគាត់ឆ្ងល់ថាចុះដាក់115ថ្ងៃបានណាចុះដាក់99ថ្ងៃបានដាក់ប្រហែលក៏បានតែវាមិនទាស់ហើយអាថ្ងៃនោះញាតិញោមខ្លះទៅជែកគ្នារឿងថ្ងៃម៉ែស្លាប់រាប់មកបានតែ99ទេណាធ្វើប៉ុន100ថ្ងៃមិនបានទេណាខ្វះប្រហែល12ម៉ោងទៀតណាអត់ទេអស់លោកសពរអត់មានទេនឹងអញ្ចឹងទេខ្វះតិចតួចទៅមិនអីទេវាមិនកំណត់នឹងចំនួនទេអានេះជាប្រពៃណីរបស់អ្នកស្រុកដែលលោកកំណត់ថាបុណ្យសពហើយក៏បុណ្យខួប7 100 1ឆ្នាំ3ឆ្នាំ5ឆ្នាំ10ឆ្នាំឥឡូវយើងធ្វើដល់ថ្ងៃវិសាខបូជាខួបពុទ្ធប្រហែលទេខួបព្រះប្រហែលញោមឆ្នាំក្រោយយើងធ្វើខួបការបរិនិព្វានរបស់ព្រះអង្គប្រហែលឥឡូវលោកចៅនេះធ្វើឲ្យយាយ100ថ្ងៃដល់យើងអ្នកកាន់ពុទ្ធសាសនាវិសាខឆ្នាំហ្នឹងខួបប្រហែល2568ឆ្នាំប៉ុន្តែមានញោមណាធ្វើបន់ខួប2000ឆ្នាំទេមិនមែនទេចាសរោនធ្វើខួប2000ឆ្នាំអត់មែនទេនេះខួបគេណាញាតិញោមអញ្ចឹងដែលយើងមើលអញ្ចឹងទៅវាអត់មានអីទេរឿងហ្នឹងរឿងជារឿងកំណត់របស់សង្គមទេញាតិញោមហើយអ្នកកាន់ពុទ្ធសាសនានេះសង្កេតឃើញច្រើនដូចគ្នាស្តៀងគ្នាមួយអាទិត្យ3ខែ1ឆ្នាំ10ឆ្នាំ
mà phê năm 30 năm nâng sắp tay chia bộ cô ai chia bộ cô đại miền côn ô bạc rạ cho phố sông cung đồ chỉ pre ri chia pre bộ mục rót nạ đặc nòm nè prai công pul ấy nâng lục phơi ai khu mà rồi năm khu pi rồi năm ấy bây giờ đôi thằng man đấyแต่มา năm cho bài bạt từng rúp thọt nó vừa từng thiệt từng tiền nó đôi bộ dương ấy làm cha hai ấy lại nấu bàn phê 5 năm ấy anh ấy khu thế nhỉ nhung chẳng riêng từng on ấy riêng lịch pi thế sầm rạp dương để căn Phậtศาสนาnày riêng lịch pi thế riêng để ruộng nâu môn per slap tự chỉ riêng lịch mùi về ní ấy lần ní nè khả năng pe để Phật bò để sạch để cầm cuồng để đạp lư mở khơi ấy từng on nâng ní chia thò rồi bỏ về sama sam Phật chia một chán nâng cứ vô một bạn để bắt nó pe năng hay oi Paul oi an để sang đọc cái liền đó là pe mà nô slap tơ hay còn tại chia cá út tư chia cá rồi lực chia cá cổ rúp tập phần nông ảnh lực vì phần nông mình ai đang thưa với ban tê dương mình ai thưa đầm na rồi còn miền vị thi sa na tổ tiện tôn nằng đệ để slap ban tê nhận nhổ mình miền tê ai miền pre hari giờ bục cuốn để lôประกอบโดยประเดสามปฏิอภิญญาโดยจะย่างประพุทธชื่อมันจ้าจะดามบ่องนี่ยี่จะมวยนังปูอะมนุปูเตวดานั่งยื่งจีนี่ใส่เราบอกประพุทธยื่งเต้ามันดอลเดยื่งเต้าบานตรมแต่เอาทุกให้นี่ยี่ด่ารูปทอดแต่ปนองเดยื่งบานตรมแต่เอาทุกให้ยี่ด่าเจ็ดได้แต่ปนองเดให้คำเรียนการฉลายตอบมาถ่ายอย่างนาเตมันเมียนเตจังพระสมมาสามพุทธจะมาจ้าโลกปงเรียนสาวเวต่างหลายทากาบูมซวงก็ได้กาโบเจียก็ได้กาเถื่ออย่างนาก็ได้นั่งเวออดบานพอลกล่าวแต่อมปีกาเถื่อบนนังเดอุตุกุศลจูนจุมปัวเนี่ยได้บานเถื่อกาละเกระยะเต่าหายจังงั้นเห็นยังนี่คือกาอุตุบนกุศลนั่งปนังให้เคยจานอันเมียนไอ้เต้ยันยมที่มวยคือไฟเตียนจมพวกบุคคลเดเมียนสัลที่ปีอุตุจมพวกเนี่ยได้บานเพื่อการเกิดยาเต้าที่ใบเนื้อนูบานะนโมตเนียนเอาบอลยืงตัวปนองเด้ให้nó vậy tích đó nhôm nó là ngay bàn chỉ cả bạn để bạn mà tôi tết na tiệc môi nó thì trong Phnom Penh play aiสมตรงจากเตียพองติสนาจ็อบโยมกอดปะเกนมาด้อมมาปอบสะอาดนะปะเกนอาตมาก็จะใส่เจ้าบางเขาเคยมีพาสปอร์ตน้ำมวยมีสปอร์ตยนต์ห่อน้ำมวยสปอร์ตยนต์ห่อน้องจะด่าท่า Paradise Airlines ปลายท่าอากาศจอฐานสัวให้เมียงพาสปอร์ตน้องcái đã lịchฉลองแดนจังเป็นดังประเทศน้าcáiอัดเคยมีฐานนี่cái đãแต่lịchฉลองแดนทำไมจะงอนcáiประเคนกันนะอ้อยกันนะเต้าlịchฉลองแดนเหมือนcái thơ bài lịchฉลองแดนอัดเคยcáiบ่cái đãสะเพอคนนั้นน่ะไอ้เคยมีlịchฉลองแดนมีน่ะcái hậu boarding pass นั้นคือเป็นเรื่องลางยนต์ฮอcáiอ้อยโกนกระดาษมุ้ยสำหรับอ้อยยืงมือกับไอ้กุยจังมาสปอร์ตน้องเมียนต่างเมียนต่างโบดิ้งพาเมียนต่างลิขิตฉลองแดนเมียนต่างไอ้มากระเพลย์ไอ้กิโยมาปะเกนธรรมะสู้ถ้าเอาธรรมะหรือเมียนเนี่ยให้ถ้าตัวน้าถ้าเอาตัวทานสู้เดี๋ยวจีจุนหอตัวทานสู้อย่างนั้นหน่อยธรรมะสู้แต่ปะเกนธรรมะเอาธรรมะจีของน้องเมียนเนี่ยถ้าอัดเตะปะเกนนำไปเอาตื้อกุศลนั่งไงเราปะเตะคลาที่เธอเราปะได้เตี้ยเนี่ยโยมthì ta xây sai tượng cha hay chân lại sai chứ khăn sai phật luật tao ấy cái đã sai rồi mà liền đô la nó vô tôi chài thôi tôi đang tao bác nói ná miệng nhà mà cha rôn mình rồi mà hết ấy ban giang đổi này đời xa tới chùm nưa đời xa tới ca chưa nó bảo từng này về năng ấy thơ của về mình to sẽ khó ấy tí phần còn ta về khát phải giàu cho mình ban món nấu พอเลยเด้ยมนะ
đằng ngày hay là số khơi bật tê khla khơi nhiệt nhôm dương khlaเป็นฉลาดได้โยมขมายยังธรรมะต่อสายโยมเปลจังไปจูนลานแต่เอาเนียดได้สลับเต้าดดลานกันได้เอาเห็นดดอาเมนเต้นไปไทยไม่เห็นอันนู้นจะดอกมือเนี่ยดดไม่บ้านนะคำดังตรงตีนรำติงบ้านให้ดดนี่ไม่ดดลานกันได้นั่นไงไม่อยากได้จะคุยธรรมะจะคุยเกิดดดลานกันได้เพราะบ้านนั่นไงฉลาดจะดดลานกันได้นั่นไงดดลานเป็นเต้นตัวถนัดทอมอ่ะขนาดก็คาดเลยหาได้บางอย่างโดยชนะโดยซาแต่จังมันđãโดยพิจิตรไปขังดาวโดยซาแต่ปัญญาเราบอกยังต้องเวียเมียนต่อตามกลุ่มรัฐแต่จังเต้าในขนมสังคมมนุษย์นั้นคือยังเมียนกรุบยางแต่งอจังสำหรับยังพูดในการพุทธศาสนานี้บะเมียนปัญญาบะยุลเคยถ่าการบ่มเป็นบนกุศลกูធ្វើយ៉ាងដូចមកដេចយើងយល់ច្បាស់ទៅធ្វើទៅបានផលទីទីក្រៅពីបានផលហ្នឹងញាតិញោមក៏មិនជាតោះខុសមិនជាទឹះមិនជាខឹងមិនជាអីនឹងរឿងអស់ទៅហ្នឹងទេញាតិញោមមើលទៅវិញមើលពិភពលោកហ្នឹងវាវិវត្តទៅអញ្ចឹងវិញតែអូនេះណាដំណើរជីវិតដំណើរធម្មជាតិរបស់សង្គមវាយ៉ាងដូចនេះហើយរឿងទាំងអស់នេះកើតរហូតមកញាតិញោមដោយសម័យព្រះអីអញ្ចឹងមានលោកគ្រូម្នាក់នោះអាចារ្យអីបរិភោគលាមកនោះឈ្មោះអីណាជីវៈជីវកៈគាត់បរិភោគលាមកហើយគាត់ព្យាយាមពន្យល់ប្រាប់អ្នកដទៃថាគាត់ជាព្រះអរហន្តព្រោះលាមកជារបស់ដែលគេបោះបង់ចោលអញ្ចឹងគាត់ថាបើគាត់បរិភោគលាមកទៅវាអត់នាំមកនៅកិលេសទេខ្លួនគាត់គ្មានកិលេសទេនិយាយអញ្ចឹងមនុស្សជឿញោមមើលជឿណាមនុស្សយើងជឿណាហ្នឹងហើយស៊ីអីក៏ជឿដែរឲ្យតែបកែនិយាយមិនបាច់ថាស៊ី hamburger ឬស៊ីអីអាលមួអីទេជឿទាំងអស់ឲ្យតែបកែនិយាយគាត់នឹងជឿភ្លាមមនុស្សជឿញាតិញោមមើលហើយសំបីទៅកើតតន់សម័យកាលមានវត្តមានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់នៅទីហ្នឹងហើយណាក៏សត្វលោកនឹងមិនអាចចូលទៅចិត្តដើម្បីនឹងបានផលអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបានដែរអត់ជឿញាតិញោមមើលអត់ជឿទេអញ្ចឹងបើសិនជាញាតិញោមឃើញសង្គមមនុស្សនឹងវាជឿផ្សេងគ្នាអញ្ចឹងមិនមានអីគួរឲ្យទៅតោះទេកំណត់ដឹងក្នុងចិត្តតែប៉ុណ្្នឹងទៅបានហើយបើអាចជួយបានជួយប្រាប់ជួយពន្យល់ទៅបើថាជួយមិនបានទេក៏តាមនិស័យរបស់សត្វទៅដល់អញ្ចឹងទៅការបប្រតិបត្តិយើងនឹងធូរញោមអត់ទៅទេរៀនធម៌មិនក៏មិនទៅដែរអ្នកដែលរៀនធម៌ហើយយល់ធម៌ហើយបប្រតិបត្តិធម៌ហើយនេះមិនចេះទៅទេចេះទៅទេពីដើមកាយដែលរៀនធម៌ទៅ slot នឹងឲ្យផលហើយញោមតែពីដើម slot តែរៀនធម៌ហើយកាយអាហ្នឹងអត់ឲ្យផលទេអាហ្នឹងឲ្យទោសវិញហើយពីដើមមិនចេះទាស់មិនចេះទៅអីទេពាក្យទៅហើយនឹងកាយតម្រូវខុសគ្នាញាតិញោមដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គមិនមែនជាបុគ្គលដែលគួងមិននិយាយស្ដីទេមិនមែនតែអ្នកឯងខុសក៏អ្នកឯងត្រូវក៏អើទេអត់ទេព្រះអង្គពូលព្រះអង្គប្រាប់ព្រះអង្គពន្យល់តែមនាលភិក្ខុទាំងឡាយអ្នកធ្វើយ៉ាងដូចនេះមិនត្រូវទេអ្នកជាសមណៈអ្នកមិនគួរអ្នកមិនត្រូវសម្លាប់សត្វទេអ្នកបុគ្គលណាមួយសម្លាប់សត្វតថាគតហៅបុគ្គលនោះថាជាមិនមែនសមណៈអសមណៈហៅទេលោកប្រាប់អញ្ចឹងហើយលោកពោលសរសើរបញ្ញារបស់ព្រះសិរីបុត្រអីអញ្ចឹងអានឹងពាក្យទៅហើយនឹងកាលដែលពាក្យទៅហើយនឹងពាក្យដែលឲ្យយោបល់ជួយគ្នានឹងផ្សេងគ្នាញាតិញោមណាទៅវាប្រកបទៅដោយទោសៈហ្នឹងហើយអញ្ចឹងរៀនធម៌ហ្នឹងរៀនដល់ណាក៏មិនចេះទៅដែរញាតិញោមរៀនវិន័យក៏មិនទៅរៀនប្រសូតក៏មិនទៅរៀនអភិធម្មក៏មិនទៅរៀនទាំងអស់ក៏មិនទៅរៀនអីក៏មិនទៅដែរឲ្យតែរៀនយល់ធម៌ហើយយកធម៌ហ្នឹងមកបដិបត្តិប៉ុន្តែវាទន្ទឹមនឹងហ្នឹងឲ្យយើងស្វែងយល់ថាតើសភាពពិតនៃសង្គមហ្នឹងវាវិវត្តយ៉ាងដូចម្ដេចអញ្ចឹងញាតិញោមណាហ្នឹងហើយតែអញ្ចឹងទៅហើយទៅរៀនធម៌បបាក់មានបបាក់ណាទេបាក់ទៅញោមហ្នឹងហ្នឹងហើយបបាក់ហ្នឹងហើយបបាក់បាក់អាថ្មឃើញញោមខ្លះតឹងទ្រូងរៀនធម៌តឹងហ្មងតឹងតឹងខ្លាំងមែនទេ
khởi lúc tăng vì lúc khởi cha tăng về cha đòi tăng du tu đúng tôi nó cài được luôn anh kia sao hiền chết du chết ngồi trong mấy ban anh riêng thôi chứ cái ngày chứ cái khởi những cái khai nó cái bên khai này giữ cái khai dừng gì rồi mình vừa đã cái tới cái khăn đài này cho cái chả cây thế này chẳng cả bạn để bạt thôn nó cứ đau tranh tờ bốn tranh bị cài dùa tầng on ní tìm tia cả sạc xa ở lục sọc vào đó tầng on hay nè cancel ní nữa nè cancel ní mình nghĩ nâng tư rê đôi chìa Samai lâu ní nhận nhóm mà Samai lâu ní mình nữ lùm bạ chật chả nè tạm biết nữ lúc bạ chật tăng dụ nà hay không mình tầm bạ lội từ phần tế sẵn cung mà lâu ní vì tràn rương phê nhận nhóm mơ thầm á tê sna hơi trâu vư tàu tì krong trong bình vinh phliêm lâu mà chỉ hiêng ní của bộ tê sna mà chỉ hiêng ní càng nghe của bộ nó không vọt này là được nhóm mơ nó dân sừng về chứ nó nâng việc phơ ca cho mùi khá nêu đâu ạ đang thả vây để đạo lục thư nâng lục thư bàn rồi on tê plus ai ta có càng nghe bẩn tường nó đấy lâu nâng cái thà chia chỉ chạ chỉ vứt rồi bao bộ dương nia sở mai sát vật tim mà phê mùi ní cứ chia sát vật đã rùm rứt đôi chạ chỉ vứt rồi lươn vây cột giang đi cầm nọt đôi mong tầng nhận nhôm sọc ngày đi chẳng dừng tăng tê sna du quạt bàn đến bọn đòn mong cái tê du mê mình đội dương bị đau nèแต่ละเขามันรัวเรื่องอัดไอ้เด้แล้วแต่cái miền vệ clear cái mùi bị bay buồn chứ bọn tao bòn tê nhôm của miền mong nhôm màu vọt bọn của miền mong đấy không dây mùi đi quân thông du quay nó lục vuông là trong lục vuông cướp tao này là hốt đạo bạch này lúa bạc này lăng vuông liệt nè nè ngayแล้วอัดได้แต่ยุบเมนยุบไงเมนไงเนี่ยเมนในทำไมยุบเราสระขมายปนันเนสกอลยังนำริกนู้ไงนะมีเรื่องไอ้เตยไอ้มอตังยุบมีบ้านดีบ้านปูนในได้ไงนะจังปีดาวแต่เปรี้ยติดเล็กยุบไปแล้วอันได้แต่เห็นแต่บางตู้ซับcáiเตยเมาเรื่องไอ้นาโอ้เด็กคนเลยเคยนาจีเด็กคนตาม Facebook เนาะแต่เด็กบ้านปีเมานาจีตัวđóนิสชีวิตanh lấy cái how the depressed world, the world which is full of depression. Chia bị phốp lục để phô pin từ đó hiệp tậpប្រមល់នៅក្នុងចិត្តដូនដែលចាស់ដែលអត់ប្រើអារបស់ស្អីហ្នឹងជិះលោកចិត្តព្រះអង្គញោមចាស់ឆ្ងល់ចុះព្រះអង្គទេសនាស្ដាប់បានចុះមិនយ៉ាងម៉េចរឿងវាយ៉ាងម៉េចញោមក្មេងៗឥឡូវនេះណាចិត្តដូចកាលពីសម័យញោមទេចិត្តលឿនណាស់លឿនដល់អញ្ចឹងទៅមនុស្សឆាប់ខឹងអ្នកខ្លះបើឆាប់បាត់ល្អរួចខ្លួនតែមិនឆាប់បាត់ហ្នឹងអាខឹងនឹងមកយូរទៅវាទៅគំនួរដូចបុរាណលោកប្រៀបថាដូចជាដុំដីដុំផុកដែលវាចប់នឹងកតុយជ្រូកណាញាតិញោមអានោះទស្សនៈបែបខ្មែរដែលវាអោបកសោបអត់ដែលវាទុំចប់នឹងកតុយជ្រូកយូរទៅពីដើមទូចប៉ុណ្ណេះទេដល់យូរប៉ិនមេដៃប៉ិនមេជើងអាដីនឹងរឹងណាស់ញោមដីនឹងកតុយជ្រូកណាញាតិញោមដាក់មកក្នុងបឋមចង់បែកទេណាដល់យូរទៅណាយ៉ាងណាមិញចិត្តរបស់មនុស្សសម័យបច្ចុប្បន្ននេះក៏តែងតែដើរប្រមូលយកនៅការមិនសบายចិត្តយកមកទុកដាក់នៅក្នុងចិត្តអញ្ចឹងដែរទុកដាក់យូរទៅធ្វើឲ្យចិត្តនោះបាត់នៅប្រកដីភាពឆាប់ខឹងណាជួនកាលគាត់តែរឿងអីប៉ះតែបន្តិចហូរទឹកភ្នែកមកតែម្ដងហើយចាស់ឆ្ងល់ថាគាត់ហ្នឹងក៏ភ្នែកទន់ម៉េចថាអត់ទន់ទេដោយសារចិត្តរបស់គាត់ហ្នឹងវាគ្របដណ្ដប់ទៅដោយសេចក្តីទុកហ្នឹងវាយូរពេកដល់ស្អីប៉ះតែបន្តិចដូចជួលហុងយ៉ាងវាហូរច្រោកតែម្ដងវាអត់មានកន្លែងចេញវាឆ្លាលមកវាចេញតាមទឹកភ្នែកអ្នកខ្លះមិនចេញតាមទឹកភ្នែកចេញតាមកំហឹងអីចឹងទៅនេះនោះអ្នកខ្លះអត់មានអីចេញក៏ចេះតែច្រៀងចេះតែស្រែកចឹងទៅវាទៅគ្រប់រឿងអស់អញ្ចឹងអាហ្នឹងសម័យបច្ចុប្បន្ននេះគឺយ៉ាងដូចនេះឯងដល់អញ្ចឹងតើយើងអ្នកកាន់ព្រះពុទ្ធសាសនាគួររស់យ៉ាងម៉េចញញោមគួររស់យ៉ាងម៉េចស្ដាប់ព្រះអង្គទេសទៅដូចពិបាកដល់ពិភពលោកនេះរស់តែកន្លែងកិច្ចទៅកន្លែងពិភពលោកមួយទៀតមើលតឹងម៉េចឥឡូវធ្វើយ៉ាងម៉េចរស់ឲ្យស្រួលមិនស្រួលទាំងអស់ទេមិនឲ្យស្រួលច្រើនតិចទៅ
ឲ្យបានធ្វើយ៉ាងម៉េចមានវិធីមួយគេថាចុះព្រះអង្គអ្នកទេហ្នឹងអត់ដែលកាត់ទុកទេតើទៅប្រាប់មិញហ្នឹងមកជាហៀងនេះនៅការងារហ្នឹងណាប៉ុន្តែយើងគ្មានកន្លែងកិច្ចទេខ្ញុំរត់ទៅណាអត់ទេចាក់ចេញពីគ្រួសារក៏មិនបានចាក់ចេញពីផែនដីនេះក៏មិនបានចាក់ចេញពីជីវិតនេះក៏អត់បានទេរត់តែអត់បានហើយអញ្ចឹងធ្វើយ៉ាងម៉េចក្នុងពុទ្ធសាសនាគឺមានតែដើរឆ្ពោះទៅមុខកិច្ចបដិបត្តិដ៏សាមញ្ញធម្មតាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកបង្រៀនលោកឲ្យកាន់សិលញាតិញោមហេតុអីបានឲ្យកាន់សិលដបងសិនទេមិនទាន់ឲ្យទៅអញ្ជើញទៅណែតាមអតឹងតោះសัตว์អីទេឲ្យកាន់សិលសិនទៅកាន់សិលថាដូចម្ដេចបានឲ្យកាន់សិលព្រោះសិលហ្នឹងវាមានប្រយោជន៍សិលហ្នឹងវាមានគឺអត្ថប្រយោជន៍របស់សិលហ្នឹង5យ៉ាងទី1សមាធាននេថោញាតិញោមបើកាន់សិលមានបាណាតិបាតាអតនីទានាការមិនសម្លាប់ការមិនលួចការមិនប្រព្រឹត្តខុសក្នុងកាមការមិនកុហកប្រើនៅវិជ័យទុច្ចរិតហើយការមិនសេពនៅគ្រឿងស្រវឹងលោកថានេះជាគោល5យ៉ាងនេះបើធ្វើបាននោះជីវិតរបស់ញោមនោះវាជាទីប្រជុំចុះនៃសុចរិតភាពមានន័យថាដំណើរជីវិតដំណាក់កាលទី1ហ្នឹងគឺមានសេចក្តីល្អច្រើនហើយញោមមិនអាចមានកាយទុច្ចរិតបានទេបើកាន់សិលនោះអញ្ចឹងអត់មានពៀទេញាតិញោមអត់មានភ័យខ្លាចអត់មានអីទេហើយបើអត់លួចហើយមានតែឲ្យទានការឲ្យទាននេះវាជាហេតុនាំមកនៅប្រយោជន៍ច្រើនណាស់ញាតិសម្បទាឲ្យទានបរិបូរដោយញាតិពធអញ្ចឹងញាតិញោមញាតិពធញាតិហ្នឹងមិនមែនមកចែកមាសចែកពេជ្រគ្នាទេបានគ្នាជាកម្លាំងបានគ្នាជាញាតិបានគ្នាជារបងអញ្ចឹងសិលហ្នឹងអត្តទី1គឺជាកលែងប្រជុំចុះនៅសុចរិតហើយកាលណាតែទីណាដែលបរិបូរជាពិសេសក្នុងឆាកជីវិតហ្នឹងបើបរិបូរដោយភាពសុចរិតអាភាពទុច្ចរិតហ្នឹងអំពើទុច្ចរិតហ្នឹងវាកាត់បន្ថយអញ្ចឹងក្នុងទីនោះហើយកន្លែងនោះហើយសេចក្តីសុខហ្នឹងនឹងកើតមានប្រកបឡើងចំពោះអ្នកបដិបត្តិអញ្ចឹងណាញោមហ្នឹងហើយសិលហ្នឹងប្រជុំចុះនៅសុចរិតភាពអត្តរបស់វាអ្នកកាន់សិលហ្នឹងគឺជួបហើយយើងកាន់សិលមិនមែនដើម្បីជីវិតអមតៈទេញាតិញោមណាអាត្មាធ្លាប់ឮញាតិញោមខ្លះហ្នឹងគាត់ទៅមកពីវត្តស្រាប់តែនិយាយឡើងស្លាប់បាត់ម៉ែអត់ទេអត់តាក់ទងរឿងហ្នឹងទេព្រោះតែមិនកាន់សិលក៏ស្លាប់ដែរកាន់សិលក៏ស្លាប់មិនកាន់ក៏ស្លាប់បើព្រះពុទ្ធសំបីតែព្រះអង្គទ្រង់ប្រេតនិព្វាននេះចុះយើងមិនអីទៀតវាជាធម្មតាធិយធម្មោធម៌ដែលវាជាប្រកបទៅវាអស់ទៅជារឿងធម្មតាណាធម៌ហ្នឹងធម៌ធម្មតាធម៌ស្លាប់ញាតិញោមគ្រាន់តែមនុស្សយើងចាត់ទុកវាមិនមែនជារឿងធម្មតាដល់ប៉ុណ្ណឹងតែធៀបពិតវាជាមរតកនៃលោកនេះទេជារាជាធិមរណៈវាជាមរតករបស់ពិភពលោកនេះតើញាតិញោមញោមសាករួមមនុស្សណាដែលមានអាយុ1000ឆ្នាំអត់មានទេឡើយ500ឆ្នាំក៏អត់មាន300 200 100មានណាញាតិញោមខ្លះគាត់មានរឿងកតិមួយពោលមនុស្សភាគច្រើនអត់ចង់ស្លាប់ទេកតិលោកទេរឿងនេះខ្ញុំជួយស្ដាប់ទៅមើលហើយពិចារណាមានស្ដេចមួយអង្គហ្នឹងគាត់ចង់បានជីវិតអមតៈញាតិញោមក៏អត់ចង់ស្លាប់ទេព្រះរាជាអង្គហ្នឹងចង់បានជីវិតអមតៈអញ្ចឹងគាត់ព្យាយាមឲ្យពួកមន្ត្រីអាមាត្យអីទាំងអស់ហ្នឹងព្យាយាមដើររស់ឆ្នាំណាដែលព្រះអង្គសោយទៅហើយមានជីវិតអមតៈមានន័យថាមិនស្លាប់ទៅពួកអាមាត្យទាំងឡាយមន្ត្រីទាំងឡាយហ្នឹងចេះទៅដើររុកតាមភូមិតាមភ្នំតាមសមុទ្រតាមព្រៃទាំងឡាយក៏ទៅជួបអីសីមួយជួបអីស្អីក៏សួរថាអ្នកឯងមកទីហ្នឹងមកធ្វើអីថាខ្ញុំជាអ្នកបម្រើព្រះរាជាហើយខ្ញុំមកហ្នឹងគឺមករស់ឆ្នាំដែលអមតៈសម្រាប់ឲ្យជីវិតអមតៈដើម្បីថ្វាយព្រះរាជាដែលលោកតាឥសី
អីស្អីហ្នឹងអីស្អីឯងហ្នឹងណែលោកអីស្អីណែលោកតាអីស្អីហ្នឹងមានស្គាល់ឆ្នាំហ្នឹងទេមិនដឹងតែអូដឹងតែខ្ញុំដឹងតែអ្នកឯងធ្វើដំណើរច្រកនេះទៅដល់រូងភ្នំទាំងមួយអ្នកឯងចូលទៅឃើញទឹកមួយលាងហ្នឹងអាទឹកហ្នឹងឯងទឹកអមតៈនោះអញ្ចឹងអាម៉ាតនោះសម្បើមកទៅអីតាមពិតមានឆ្នាំអមតៈណាហ្នឹងហើយអញ្ចឹងអាម៉ាតហ្នឹងក៏ដើរទៅឃើញអញ្ចឹងមែនមកទូលប្រាប់ព្រះរាជាញោមព្រះរាជានេះណាព្រោះអត់ចង់ស្លាប់ជឿអីស្អីមិនចេះកុហកអីដូចលោកអញ្ចឹងលោកណាកុហកមិនមែនលោកទេតែលោកកុហកមិនមែនលោកទេអីស្អីអត់កុហកឯងដល់អញ្ចឹងព្រះរាជាលោកស្ដេចយាងទៅតាមដែលគេប្រាប់អញ្ចឹងមែនចូលទៅក្នុងញក់ភ្នំនឹងមួយឃើញទឹកនឹងថ្លាឆ្វេងបងថានេះហើយទឹកដែលទទួលទានទៅនឹងមានជីវិតអមតៈព្រះអង្គលុតជង្គង់អោនហៀបទៅនឹងក្រេបមានណែមនុស្សម្នាក់បរិះម្នាក់ស្រែកពីចម្ងាយមកនៅចិត្តនឹងថាហេបរិះអ្នកឯងអោនផឹកទឹកនឹងទៅអីតាំងខ្ញុំនឹងព្រះរាជាឈ្មោះនេះអីចឹងទៅតែខ្ញុំមកនេះខ្ញុំឮអីស្អីប្រាប់ថាទឹកនេះតែផឹកទៅគឺថាជីវិតអមតៈមានជីវិតអមតៈហើយមិនចេះស្លាប់ទេហើយខ្ញុំចង់បានជីវិតអមតៈណាស់បានម្នាក់ក្នុងបរិះក្នុងស្រែកវិញប្រាប់ថាអូព្រះអង្គអើយកុំសោយទឹកនឹងអីព្រោះខ្ញុំនេះខ្ញុំផឹកទឹកនឹងហើយជីវិតអមតៈនេះខ្ញុំនេះអាយុ3លានឆ្នាំហើយខ្ញុំចង់ងាប់ហើយខ្ញុំឥឡូវខ្ញុំងាប់អត់បានសោះទេហើយខ្ញុំពិបាករស់ខ្លាំងណាស់ឥឡូវមិនដឹងត្រូវធ្វើយ៉ាងម៉េចឃើញទេព្រោះចង់ស្លាប់ក៏ស្លាប់មិនបានព្រោះតែហ៊ានហូបប៉ុណ្្នឹងហើយគឺមិនអាចស្លាប់បានទេដោយសម្ដេចព្រះធម្មលិខិតលោះឡាយមុនព្រះអង្គសុគតធ្លាប់លើពោលពាក្យមួយព្រះអង្គបញ្ជូនដូច106លោកពោលមួយម៉ាត់ណាញោមលោកថាកណាហេតុអីបានជាតិនឹងខ្ញុំកណាអាយុវែងម្លេះដល់ពេលលោកព្រះអង្គលោកអាពាតយូរទៅ100ជាង10ឆ្នាំទៅលោកនឿយណាយក្នុងជីវិតអញ្ចឹងចម្រើនពោបញ្ជាក់មកវិញថាធម្មជាតិយ៉ាងណាគឺវាយ៉ាងនោះហើយអញ្ចឹងសម្រាប់ពួកយើងដែលអ្នកកាន់ពុទ្ធសាសនាហ្នឹងមានតែរស់ទៅតាមសភាវៈធម្មជាតិពិតនៃលោកនេះតែប៉ុណ្ណោះទី2ព្រះអង្គលោកថាអ្នកកាន់សិលនេះមានអាចគឺទ្រទ្រង់ឲ្យខ្ពស់ឲ្យប្រសើរញាតិញោមអ្នកមានសិលខ្ពស់ដោយកិត្តិនាមកិត្តិគុណណាញាតិញោមដូចមកភូមិអញ្ចឹងបើមានអ្នកកាន់សិលតែ3 4ផ្ទះហ្នឹងជីដូនជីតាដែលជាអ្នកកាន់សិលឲ្យទាំងអស់ហ្នឹងដូចជាវាអានិសង្ឃហ្នឹងវាជះវាសាយភ័យទៅក្នុងភូមិហ្នឹងវាប្រក្រាបបានខ្លះដែរទ្រទ្រង់បុគ្គលអ្នកកាន់សិលហ្នឹងឲ្យខ្ពង់ឲ្យខ្ពស់ឲ្យប្រសើរហ្នឹងហើយទី3លោកថាអ្នកកាន់សិលនេះគឺអត្តនៃសិលនេះគឺបរិបូរដោយសេចក្តីចម្រើនដោយចិត្តមិនសូវលំបាកពេកញាតិញោមឬក៏កាន់សិលឲ្យលំបាកបើកាន់សិលឲ្យលំបាកញាតិញោមប្រឹងរៀនធម៌ឲ្យស្វែងយល់ខ្លួនឯងថាតើកាន់សិលហ្នឹងវាពិតជាអ្វីវាពិតជាការបដិបត្តិទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានបង្រៀនដែរឬទេបើញាតិញោមបដិបត្តិធម៌ហើយកាន់សិលហើយចិត្តនឹងនៅតែលំបាកមានន័យថាការបដិបត្តិហ្នឹងមិនតាន់តាមត្រឹមត្រូវបដិបទារបស់ព្រះសម្មាសម្ពុទ្ធនៅឡើយទេអញ្ចឹងណាញាតិញោមរឿងលោកដតីរឿងលោកនៅជុំវិញខ្លួនលំបាកយ៉ាងម៉េចអានឹងអត់ទេតែបើអ្នកបដិបត្តិធម៌ហ្នឹងតបងគឺចេញពីសេចក្តីសុខពីក្នុងចិត្តហ្នឹងបើធ្វើបុណ្យហើយសុបាយចិត្តធូរសិលអ្វីគ្រប់យ៉ាងល្អនោះឈ្មោះថាផលនៃការបដិបត្តិហ្នឹងគឺឲ្យហើយតែបើកាន់សិលហើយលំបាកតឹងតែងគ្រប់កន្លែងដេកកុំសូវលក់ភ្ញាក់ឡើងក៏ពោពេញទៅដោយទោសៈគេថាមួយម៉ាត់មិនបានតែចេះចុះមិនបានចេះតែឆ្ងល់ថាចោះការបដិបត្តិនឹងបានផលឬទេនេះក៏ជាហេតុមួយដែរដែលយើងសម្លឹងមើលខ្លួនឯងញាតិញោមហ្នឹងហើយបុគ្គលដែលមានការប្រមាលមើលនៅចិត្តខ្លួនឯងជាប្រចាំ
ជាបុគ្គលដែលប្រសើរជាបណ្ឌិតណាដូចព្រះលោកប្រធេរៈចាស់ចាស់ដែលជាអ្នកបដិបត្តិលោកថាពេលដែលខឹងណាប្រសិនជាយើងមានសមត្ថភាពដឹងថាយើងកំពុងតែខឹងណានោះក៏គ្រាន់បើដែរនោះក៏គ្រាន់បើដែរគឺវាអាចទប់កំហឹងនឹងឲ្យវានៅថមថយតែតើពេលខឹងហើយយើងអត់ដឹងដូចចិញ្ចឹមកំហឹងនឹងឲ្យកាន់តែធំឡើងអញ្ចឹងព្រោះហេតុដូច្នោះហើយបានជាញាតិញោមអ្នកបដិបត្តិធម៌មើលឃើញអំពើអក្រិតកម្មខ្លះចេះតែឆ្ងល់ថាទេរឿងហ្នឹងវាតូចសោះរឿងអត់មានអីធំទេរឿងជិះឡានវ៉ាគ្នាអីអញ្ចឹងណាខឹងដកកំភ្លើងបាញ់ប្រងផាងអីញោមដែលជាអ្នកបដិបត្តិធម៌ដែលជាអ្នកអប់រំចិត្តមើលរឿងហ្នឹងរឿងទូចឃើញអត់មានធំអីទេប៉ុន្តែសម្រាប់អ្នកដែលមិនអប់រំចិត្តសម្រាប់អ្នកដែលមើលមិនឃើញអំពីទោសនៃទោសៈចាត់ទុកជារឿងហ្នឹងជារឿងធំណាញាតិញោមមើលជួនកាលមនុស្សតោះគ្នាត្រឹមគ្រាន់តែស្រឡឹងមុខគ្នានោះហើយចុះបើមានភ្នែកមកឲ្យមើលគ្នាទៅមើលណាហ្នឹងហើយអ្នកខ្លះគ្រាន់តែមើលមិនបានណាមុខចុះបើដាក់មុខមកឲ្យគ្នាមើលលើកក្រោយមានទុកមុខនៅផ្ទះហើយដើរទៅខ្លួនណាញាតិញោមយ៉ាឆ្ងល់ថាទេចុះពួកហ្នឹងវាយ៉ាងម៉េចរឿងវាទូចសោះមិនបានធ្វើឲ្យធំថាវាកើតចេញនៅអំពីការដែលមិនទទួលស្គាល់ថានៅក្នុងចិត្តថាចិត្តហ្នឹងវាមិនតាន់បានអប់រំល្អណាទី4អត្តរបស់សិលហ្នឹងលោកថាគឺបរិបូរដោយប្រក្រតីភាពអ្នកកាន់សិលចិត្តនឹងញាតិញោមលោកថាមានប្រក្រតីភាពហ្នឹងចិត្តវានឹងញាតិញោមព្រោះយើងនៅលើភពផែនដីនេះព្រះអរិយបុគ្គលទាំងឡាយត្រូវរួមរស់ជាមួយនឹងពួកបទុជនទាំងឡាយហើយពួកបទុជនទាំងឡាយនឹងត្រូវរួមរស់ជាមួយនឹងសត្វដេរឆានទាំងឡាយអញ្ចឹងមកផែនដីនឹងគឺវាលីឡំគ្នាទាំងអស់ព្រះក៏នៅនឹងប្រែតក៏នៅនឹងដែរអញ្ចឹងធ្វើយ៉ាងម៉េចចាស់ថាត្រូវតែរក្សាចិត្តនឹងឲ្យមានលំនឹងតែមិនអញ្ចឹងអត់បានទេអញ្ចឹងអត់បានទេហើយកាលណាតែចិត្តបាត់នៅភាពលំនឹងនេះណាវាធ្វើឲ្យមានបញ្ហាច្រើននៅក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងអ្នកកាន់សិលអស់លោកអ្នកបប្រតិបត្តិសិលនេះវានាំមកនៅប្រក្រតីភាពនៅក្នុងចិត្តហើយកាលណាតែចិត្តមានប្រក្រតីភាពល្អហើយនឹងនួហើយប្រសើរហើយនោះកាយនឹងបរិបូរដោយសុចរិតវិជ័យនឹងប្រសើរដោយសុចរិតដល់អញ្ចឹងទៅមិនតែមានសេចក្តីសុខតែម្នាក់ឯងទេសំបីតែអ្នកដែលនៅជុំវិញហ្នឹងក៏នាំមកនៅសុខដែរឧទាហរណ៍ដូចជាមេដាបៃតាអញ្ចឹងបើសិនជាលោកទាំងពីរលោកបរិបូរដោយសិលកូនទាំងឡាយហ្នឹងរស់នៅត្រជាក់ណាញោមហើយសត្វតើម្ដាយឪពុកគាត់ខឹងខ្លាំងអាប្រមាណអ្នកនៅក្រោមគ្រែហ្នឹងញ័រទាំងអស់ឃើញទេអំណាចនៃទោសៈហ្នឹងខ្លាំងណាស់ណាញោមគ្រាន់តែកាហែមមកវឹកហ្នឹងអានោះធ្លាយនៅវាស្រែនោះអាតូចនោះឃើញទេមិនធម្មតាទេអញ្ចឹងចិត្តហ្នឹងបើសិនជាល្អក៏ពន្លឺក៏អានិសង្ឃក៏ចំហាយវានឹងជះទៅអ្នកចិត្តខាងគ្រប់ដណ្ដប់អ្នកចិត្តខាងហ្នឹងល្អវាទៅជៈវាទៅជុំយ៉ាងដែរតែបើអាក្រក់វិញក៏វាគ្រប់ដណ្ដប់វាជះឥទ្ធិពលទៅលើបុគ្គលដទៃហ្នឹងក៏យ៉ាងដូច្នោះដែរទី5លោកថាសិលនេះសីតលទ្ធោតិចញាតិញោមតិចហ្នឹងគឺតិចចិត្តមិនមែនតិចអីទេតិចចិត្តតិចដោយអ្វីថាពេលដែលជួបបញ្ហាមិនស្រួលច្របល់ទេអាចរក្សាចិត្តនឹងឲ្យនៅត្រជាក់បានល្មមមានទុកដូចគ្នាខ្ញុំថាអ្នកកាន់សិលអត់ទុកនោះណាមានទុកដូចគ្នាតែចិត្តនឹងត្រជាក់ឲ្យប្រឈមមុខនៅសេចក្តីទុកនឹងដោយបញ្ញាប៉ុណ្្នឹងតើសម្រាប់ពួកយើងអ្នកកាន់ពុទ្ធសាសនាកាន់សិលឲ្យទៀនចម្រើនភាវនានេះគឺមិនមែនដើម្បីចេះហោះចេះហើរឬក៏ដើរលើទឹកអីទេញាតិញោមណាគឺដើម្បីនឹងប្រឈមមុខទៅរឿងរ៉ាវទាំងឡាយនៅក្នុងជីវិតតែប៉ុណ្ណឹងទេមានការយល់ច្រឡំយ៉ាងច្រើនសម្រាប់អ្នកកាន់ពុទ្ធសាសនាទាំងម្ដាយខ្ញុំកណាទៅវត្តរហូតមិនដឹងហេតុដូចម៉េចបានជាគាត់កើតរោគហ្នឹងអត់ទេរឿងកើតរោគនេះវាកើតមានហេតុព្រោះវាច្រើនណារឿងរោគរឿងជារារឿងជាធិរឿងមរណៈហ្នឹងវាជារឿងធម្មជាតិទេអញ្ចឹងសម្រាប់យើងអ្នកកាន់ពុទ្ធសាសនានេះគឺយើងត្រូវរស់តាមលំហូរនៃធម្មជាតិហើយប្រឈមមុខជាមួយនឹងបញ្ហានៅក្នុងជីវិតអញ្ចឹង
để ai thưa bán tà bốn nha nhôm tôi chùm ran po mình nâng thà ắt này sớ cứ thả sal nâng nó mò nó vấy cứ nó mò nó hai pram giang nông chỉ cả lại đểประชุม từ đôi soi cheret phơi ở bộ cô nâng miền phiệp vùng pua phơi ở miền cà ri chùm ran miền phò ở đây phiệp plau chất hai nâng trò chuyện trò chung chẳng ắt pram giang nâng ảnh nó mau đôi chùm pua nè cancel nâng chia an này xong phong chia ắt chia vay để nè bạn để bật sal nâng ai của tôi vô bàn còn nông nhìn nhung đó là ai đồng cha đây còn nông phần năng bán đấy nhung đó là ai tiết rồi tiết pi mong tiết rồi ngày này miệng của bồ chia hay sùng ở lộp sọp bờ tầng o là ngày liệt bên chơi màu chu rùm bon rồi bỏ về nhà mình nhiên hạ xiềng hay làm bày ở tư chun chun po đục dây hẹp con chẳng toàn nhận nhôm tầng o nằm miền phải chuồn đầu lại bình chết đang chịu vật tấu là ngay phải chạy miền mán công tục nó còn nói vô mà chạy là đâu nữa bây giờ tập phật tấu cứ ao hai cái vô chạy à và thà khăn thọp mà rồi ấy cho sao bát sắp ấy tao thu số ba ơi công tăng về thằng này thôi chỉ vật ơi rồi rươngទាំងឡាយវានឹងមានន័យខ្លឹមសារគ្រប់យ៉ាងទាំងអស់នៅពេលដែលខ្យល់អាសាសៈបាសាសៈនេះកំពុងតែដំណើរទៅដំណើរការទៅមានន័យថាកំពុងតែមានបច្ចុប្បន្នញាតិញោមណាតើអស់បច្ចុប្បន្នហើយអស់បច្ចុប្បន្នហើយចាប់ហើយហ្នឹងហើយញាតិញោមខ្លះគាត់ផ្ដាំច្រើនណាពេលជិតស្លាប់នោះផ្ដាំដែលអញពេលអញងាប់ទៅធ្វើចេះធ្វើចុះផ្ដាំចុះផ្ដាំ20គេធ្វើបានមួយបាច់ផ្ដាំទៅធ្វើខ្លួនឯងហ្មងញោមណោះហ្នឹងហើយចាំពេលផុតទៅយ៉ាងណាក៏យ៉ាងហ្នឹងព្រោះយើងអ្នកកាន់ពុទ្ធសាសនានេះគឺយើងបដិបត្តិធម៌ដើម្បីរស់ឲ្យបានសុខមិនមែនបដិបត្តិធម៌ដើម្បីទៅកាន់ឋានសួគ៌ទេរឿងទៅកាន់ឋានសួគ៌រឿងអីទាំងអស់ហ្នឹងគឺវាជារឿងការងាររបស់កម្មផលទេបើព្រះពុទ្ធជាម្ចាស់លោកអត់ឲ្យតែយើងគិតផងញាតិញោមព្រះណាអត់ឲ្យគិតថាពេលស្លាប់ទៅនឹងកើតអីទៀតនោះលោកថាកុំគិតវាបើធ្វើល្អឲ្យតែល្អអ្វីគ្រប់យ៉ាងវានឹងល្អព្រះលោកមកឲ្យគិតទៅទៀតញាតិញោមចឹងបានព្រះអង្គសម្ដែងអំពីសតិប្បដ្ឋាននេះឲ្យចម្រើនសតិហ្នឹងភ្លាមហ្នឹងបើថាពិសាបាយពិសាឲ្យឆ្ងាញ់ហ្នឹងហ្នឹងហើយបើថាស្លៀកពាក់ស្លៀកឲ្យស្អាតមកថាហេកិលេសចុះកិលេសតែយើងមានអស់កិលេសណាហ្នឹងហើយដល់អញ្ចឹងទៅបដិបត្តិធូរស្រួលមិនសូវតឹងមិនសូវទេហ្នឹងហើយអញ្ចឹងបានពុទ្ធសាសនានេះរីកចម្រើននៅស្រុកអឺរ៉ុបហ្នឹងលឿនមែនទេនៅពេលបច្ចុប្បន្ននេះឬលឿនដោយហេតុអីដោយហេតុថាធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាធម៌នៅក្នុងទីនេះឥឡូវនេះnow and here ឥឡូវនេះទីនេះមានន័យថាកំពុងតែរស់នៅក្នុងពេលបច្ចុប្បន្នយើងក៏បានគិតថាស្លាប់ទៅកើតតបសិទ្ធឬក៏នៅតាវតឹងឬទៅកើតនៅរតនមណ្ឌលឬក៏នៅស្ដៅឬក៏ប្រទេសមានជ័យឬក៏កំពង់ឆ្នាំងអត់ទេព្រះលោកថាឲ្យគិតនៅក្នុងទីនេះបើបដិបត្តិយ៉ាងដូចនេះធម៌ដែលញាតិញោមពុទ្ធបរិស័ទកំពុងតែរៀនកំពុងតែសិក្សានោះនឹងឲ្យផលយ៉ាងក្រៃលែងដល់ព្រះយោគីវិចរអ្នកបដិបត្តិធម៌នឹងយ៉ាងពិតប្រាកដពេលនោះហើយសេចក្តីសុខនឹងកើតមាននៅក្នុងជីវិតអស់លោកជាសប្បុរសទាំងអស់អញ្ចឹងសូមប្រគេនបុណ្យកុសលដល់ព្រះបញ្ញាមនីញាណហសង្ហៃដែលត្រូវជាចៅរបស់លោកយាយបាសិកាហេបកុនហើយនឹងក្រុមគ្រួសារទាំងអស់ដែលបានធ្វើ
កុសលនេះជូនចំពោះញោមយាយប្រហែលជាស្ងប់ចិត្តហើយព្រោះបានឃើញចៅខ្លាយជាបុគ្គលមួយដែលជួយស្រុកទេសធ្វើជាប្រយោជន៍សម្រាប់សាធារណជនដល់ប្រទេសជាតិហ្នឹងហើយបកូនណាប្រសង់គ្រប់ព្រះអង្គអត្តភាពការប្រព្រឹត្តរបស់លោកម្ចាស់ហ្នឹងវាជាក្របពេជ្ររបស់ញាតិអញ្ចឹងដោយលោកម្ចាស់ហាក់សៀងហៃអញ្ចឹងជាមោទនៈរបស់គ្រួសារណាជាមោទនៈរបស់សង្គមអញ្ចឹងបកូនណាម្ចាស់ប្រសង់ក្មេងៗសូមលោកម្ចាស់ខំរៀនហើយធ្វើខ្លួនឲ្យខ្លាយជាប្រយោជន៍ជាទីពឹងពំនាក់របស់ពុទ្ធបរិស័ទនិងដល់សង្គមជាតិអញ្ចឹងសូមប្រកេនបុណ្យបកូនណាមានប្រសុខភាពល្អហើយញាតិញោមទាំងអស់ដែលបានជើញមកឲ្យខាងពួកយុវជនស្ដាប់បានទេកូនស្ដាប់បានទេយល់ទេយល់ថាម៉េចណាយល់ទេមើលយល់មួយម៉ាត់ណាទេយល់ថាម៉េចទេជីវិតជាអ្វីអត់យល់ហ្នឹងអត់អីទេបានតែប៉ុណ្ណេះក៏បានដែរឲ្យតែបានមកបត់ជើងប៉ុណ្ណេះក៏យល់ដែរយល់ប៉ុណ្ណឹងសិនយល់ប៉ុណ្ណឹងសិនណាសិតតែជាអ្នកថែរក្សាសង្គមជាតិហើយមិនអាចបណ្ដោយឲ្យទៅជាអ្វីបានទេត្រូវតែច្នៃឲ្យទៅជាកូនល្អសិស្សល្អធំឡើងស្រឡាញ់ទឹកដីណាកូនណាទុនភ្លុននេះជាកូនខ្មែរប៉ុណ្ណឹងចាស់ហើយសូមឧទ្ទិសបុណ្យកុសលជូនចំពោះឧបាសិកាសូមលោកទៅប្រដិស្ថាននៅក្នុងទីដ៏សមគួរហើយបែរក្រោយអពោសពសាទុការទាំងអស់ដល់ក្រុមញាតិសូមឲ្យអស់លោកអ្នកប្រកបដោយយុវណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយហើយម្យ៉ាងវិញទៀតសូមជូនពរលោកតាលោកមានសុខភាពល្អស្មានតែភ្លេចថ្មហើយនៅចាំថ្មណាចាំចាំនឹងសូមប្រគេនបុណ្យទាំងអស់ប្រគល់ណាមចាស់នឹងឲ្យសូមបានប្រកបដោយសេចក្តីសុខស្ដីចម្រើនកំបីអខានឡើយរីធម្មទេសនាដែលសម្ដែងនៅក្នុងវេលាគ្រានេះក៏សន្មតថាចប់